ហើយនំឆាខ្វៃជាមួយនឹងពងទាអញ្ចឹងគឺយើងយកឆាខ្វៃរបស់យើងពី3មកយើងហាន់ជាដុំតូចៗមកល្មមហើយយើងរៀបដាក់នៅលើចានឲ្យស្អាតមកបន្ទាប់មកគឺយើងយកពងទារបស់យើង5គ្រាប់មកយើងគោះដាក់ទៅក្នុងចានហើយយើងដាក់អំបិលម្ជិបមកយើងបំបែកចូលគ្នាឲ្យសព្វមកនៅពេលដែលសព្វហើយគឺយើងចាក់ទឹកបន្តិចមកច្របល់ចូលគ្នាឲ្យសព្វទៅហើយបានយើងយកកន្ត្រងមកយើងត្រង់វាដើម្បីកុំឲ្យជាប់កតិចនៅពេលដែលយើងត្រង់ហើយយើងចាក់ចូលទៅក្នុងនំឆាខ្វៃរបស់យើងហ្នឹងយើងយកទៅចំហុយនៅពេលដែលកំពុងចំហុយហ្នឹងគឺយើងលាយទឹកសូសបន្តិចមកដើម្បីយើងយកមកឆាជាមួយនឹងសាច់អញ្ចឹងគឺមានទឹកស៊ីអ៊ីវមានប្រេងខ្យងមានស្ករមានម្រេចអញ្ចឹងយើងលាយច្របល់ចូលគ្នាឲ្យសព្វមកបានយើងដាក់ខ្ទះដាក់ប្រេងមកហើយដាក់សាច់របស់យើងមកយើងឆាវាបន្តិចមកឆាវាមកស្ទុះទៅនៅពេលដែលឆ្អិនហើយបានយើងដាក់ខ្ទឹមមកហើយនឹងដាក់ខ្ទឹមរបស់យើងឆាវាហើយយើងឆ្អិនបន្តិចបានយើងចាក់ទឹកសូសយើងចូលមកហើយចាក់ទឹកសូសហើយយើងចាក់ទឹកបន្ថែមបន្តិចមកហើយនឹងម្សៅឆារបស់យើងហ្នឹងគឺយើងបង្ងាស់វាបន្តិចទៅឲ្យវារៀងរីងទឹកបន្តិចនៅពេលដែលឆ្អិនហើយយើងយកមកស្រោចជាមួយនឹងនំឆាខ្វៃរបស់យើងដែលយើងចំហុយហ្នឹងយើងស្រោចពីលើមកអញ្ចឹងតែប៉ុណ្្នឹងគឺរួចរាល់យើងអាចយកទៅញ៉ាំបានគឺរសជាតិឆ្ងាញ់ណាស់បងប្អូនវីតាមីននេះជួយដល់អ្នកដែលមានប្រហោងញើសធំហើយមានមុនមានជាំមានស្នាមមានជ្រួញលាបរៀងរាល់ថ្ងៃធ្វើឲ្យស្បែករលោងតែម្ដង